គ្រូតើគ្រូពេទ្យអាចស្រាវជ្រាវដឹងទេពិនិត្យដឹងទេថាស្ត្រីគាត់ធ្លាប់ឆ្លងកាត់ការផ្សំគុំចាបើគុំកញ្ចក់គឺការរំភេទនឹងឯងចាតាមរយៈសន្ទះព្រហ្មចារីអញ្ចឹងសំណួរនេះពិសេសហើយក៏ជាសំណួរដែលខ្ញុំយល់ថាបងប្អូនម្នាក់គួរតែបើកចិត្តនៅក្នុងការស្ដាប់ព្រោះមានជីវិតគូជាច្រើនដែលយល់ច្រឡំទៅលើចំណុចហ្នឹងជីវិតគូជាច្រើនដែលកាត់សេចក្តីដោយសារតែបញ្ហាទាំងអស់ហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំសូមបកស្រាយថាតាមវិទ្យាសាស្ត្រចាតាមវិទ្យាសាស្ត្រតាមវិទ្យាសាស្ត្រពេទ្យគឺมันអាចបញ្ជាក់បាន 100% ទេព្រោះរូបរាងសន្ទះព្រហ្មចារីយ៍របស់មនុស្សម្នាក់ខុសៗគ្នាពីកំណើតចាដូចនិយាយអញ្ចឹងសន្ទះព្រហ្មចារីយ៍វាមិនមែនជាសាច់ដែលទៅបាំងរុនទ្វាមីរបស់ស្ត្រីទេវាគ្រាន់តែជាលិកាដែលវាអាចដាច់រហែករលាត់តាមរយៈការលូកលាងសម្អាតតាមរយៈសកម្មភាពការលេងកីឡាការហក់លោតពីក្មេងៗយើងឡើងដើមឈើយើងលោតតែអីផ្សេងៗហ្នឹងវាអាចនឹងដាច់រហែកបាត់ទៅហើយអញ្ចឹងมันមានវិទ្យាសាស្ត្រណាដែលឆ្លុះបញ្ចាំងថាមាន screening ឬក៏ទៅពិនិត្យស្រាវជ្រាវដឹង 100% ថាស្ត្រីអាចនឹងមានសន្ទះព្រហ្មចារីយ៍ឬក៏ដាច់រហែកពិតប្រាកដនោះគឺវាអត់មានទេចាអញ្ចឹងខ្ញុំបញ្ជាក់ទៀតថាគុណតម្លៃចារបស់ស្ត្រីពិតប្រាកដវាអត់ស្ថិតនៅលើអាសន្ទះស្ដើងនឹងទេចាគឺស្ថិតនៅលើការដែលយើងមកថែរក្សាសុខភាពផ្លូវកាយសុខភាពផ្លូវចិត្តរបស់យើងហើយនឹងការយល់ចិត្តគ្នាការស្រឡាញ់និងការគ្រប់គ្រងនិងការផ្ដល់តម្លៃឲ្យគ្នាអញ្ចឹងមានគូក្មេងៗក៏ដូចជាបងប្អូនក៏ដោយគាត់មកជួបពិភាក្សាគឺគាត់តែងតែមានការយល់ច្រឡំទៅលើចំណុចទាំងអស់ហ្នឹងព្រោះដោយសារតែផ្នត់គំនិតគាត់យល់ថាស្ត្រីនៅកំមុំនៅលីវហ្នឹងគឺ original ឬក៏គេហៅថាមានការដាច់រលាត់មានឈាមអីចឹងចឹងបងប្អូនកុំភ្លេចទៅមើលវីដេអូមុនរបស់ខ្ញុំដែលខ្ញុំឆ្លើយតបតាក់ទងជាមួយ Q&A ដែលគាត់សួរថាអ្នកដែលគាត់យប់ដំបូងនៃការផ្សំផ្គុំគ្នាហ្នឹងអ្នកនៅសន្ទះព្រហ្មចារីយ៍គឺត្រូវតែដាច់រលាត់ហូរឈាមអំពីកំហុសឆ្គងនៃការរួមភេទឬក៏ខ្ញុំប្រើពាក្យថ្មីថាផ្សំផ្គុំហ្នឹងណាមុនពេលរៀបការចាតើនឹងវាជាអារម្មណ៍ខុសឆ្គងហើយវាខុសហើយវាថោកទាបខ្លាំងណាស់មែនទេចានេះសំណួរនេះជ្រាលណាចាអញ្ចឹងធ្លាប់រួមភេទមុនពេលរៀបការហើយមានអារម្មណ៍ថាខ្លួនឯងថោកទាបខុសឆ្គងតើគួរដោះស្រាយបែបណាចាអូយបងអូនហើយចាសំណួរនេះជាសំណួរមួយដែលខ្ញុំធ្លាប់តែជួបហើយនឹងណែនាំពេលដែលជាទីប្រឹក្សាចាក្នុងវិស័យសុខភាពបន្តពូចូល20ឆ្នាំនេះបូកដល់ឥឡូវនេះទៀតចាខ្ញុំទទួលបានសំណួរបែបនេះច្រើនសំណួរស៊ីជម្រៅច្រើនវាអាចជាចំណង់ចិត្តខ្ញុំនៅក្នុងការខ្លាចជាមនុស្សដែលជួយអ្នកដទៃហើយនឹងយកអាសាអ្នកដទៃអញ្ចឹងកន្លែងហ្នឹងបងចង់ប្រាប់ទៅបងអូនវិញថាកំហុសឆ្គងក្នុងអតីតកាលវាមិនមែនជាអ្នកកំណត់អត្តន័យឬក៏តម្លៃរបស់បងអូនពេញមួយជីវិតដែរនៅលើโลกនេះខ្ញុំជឿថាគ្មាននរណាដែលមិនធ្លាប់ឆ្លងកាត់បាត់ពិសោធន៍ខុសមិនថាជីវិតគូមិនថាជីវិតការងារសិក្សារស់ស៊ីគឺវាសិតតែមានចាវាសិតតែមានតែបើអ្នកខ្លះគាត់បានត្រូវរហូតដោយសារអីស្ថានភាពរបស់គាត់បុណ្យកុសលរបស់គាត់ការរស់នៅគ្រួសារអប់រំរបស់គាត់បានល្អទៅគាត់ការពារបានល្អប្រសើរទៅមិនជួបរឿងដែលវាគេហៅថាមិនល្អឬក៏អតីតកាលមិនល្អទេចាអញ្ចឹងសម្រាប់បងអូនឬក៏គ្រប់គ្នាពេលដែលយើងធ្វើខុសចាយើងមានតែរឿងមួយឯងគឺបងអូនត្រូវតែចេះស្ដាយក្រោយមានន័យថាបងអូនចេះកែប្រែហើយព្រោះអ្នកខ្លះគាត់ស្ដាយក្រោយពាក្យថាស្ដាយក្រោយវាអត់អាចត្រឡប់ក្រោយបានទេប៉ុន្តែពាក្យថាស្ដាយក្រោយមួយម៉ាត់វាធ្វើឲ្យយើងបានបញ្ជាក់ប្រាប់ដែលញៀនរបស់ខ្លួនយើងថាយើងទទួលស្គាល់ហើយយើងកែប្រែហើយយើងចាមិនចង់ឲ្យអារឿងទាំងអស់ហ្នឹងកើតឡើងទៀតទេចាអញ្ចឹងកុំដាក់ទោសខ្លួនឯងពេកចាអត់ទោសឲ្យខ្លួនឯងរៀនសូត្រពីកំហុសហើយសន្យាថានឹងថែរក្សាខ្លួនឯងឲ្យបានល្អចាប់ពីពេលនេះតទៅចាម្ចាស់សំណួរហើយតម្លៃរបស់បងអូនគឺស្ថិតនៅលើការដែលបងអូនអាចក្រោកឈរឡើងវិញបានចាអញ្ចឹងវាសំខាន់ហើយខ្ញុំនៅតែឲ្យកម្លាំងធម៌ពលចាទៅកាន់អ្នកដែលគាត់ធ្លាប់ប្រព្រឹត្តខុសមិនថារឿងអ្វីក៏ដោយចាយើងមិនមែនទេវតានោះទេការស្រឡាញ់ការស្ម័គ្រស្មោះការរស់នៅជាមួយបុរសណាម្នាក់គឺយើងពិតជាមានអារម្មណ៍ថាយើងពិតប្រាកដហើយគេអាចនឹងពិតប្រាកដជាមួយយើងអញ្ចឹងពេលខ្លះការដែលយើងផ្សំគុំរួមរស់មុនពេលរៀបការយើងក៏bịខំទៅរៀបការនឹងគ្នាទៅអ្នកខ្លះក៏បែកបាក់គ្នាទៅចាអញ្ចឹងវាមិនមានអីទេប៉ុន្តែវាក៏ជាបទពិសោធន៍នៃការស្ដាយក្រោយរបស់យើងហើយបើយើងមានឱកាសឬមិនមានឱកាសក៏យើងមិនចង់ឲ្យមនុស្សចិត្តខ្លួនរបស់យើងគាត់ស្ថិតនៅក្នុងអាបត្តិពិសោធន៍ដូចយើងដែរចាអញ្ចឹងលើកទឹកចិត្តបងអូនឲ្យរឹងមាំហើយត្រូវងើបឈរឡើងវិញចានៅក្នុងជីវិតបច្ចុប្បន្នចាអញ្ចឹងសូមឲ្យចាជាមនុស្សដែលអស្ចារ្យហើយអាចឆ្លងកាត់បទពិសោធន៍របស់ខ្លួនហើយអាចរៀនពីបទពិសោធន៍របស់ខ្លួនដើម្បីឲ្យវិថីរបស់ខ្លួននឹងគឺរីករាយនិងមានក្តីសុខចាអរគុណច្រើនពីបងអ្នកគ្រូសេពៅចា